LK រឿងនិទានសូមនិទានពីប្រវត្តិអង្គកឋិននិទានជូនប្រិយមិត្តអ្នកស្ដាប់ដូចតទៅកឋិនទានប្រវេណីព្រះពុទ្ធសាសនាគឺជាឧត្តមបុណ្យរបស់ពុទ្ធបរិស័ទពាក្យថាកឋិនជាភាសាបាលីសំដៅយកគ្រប់កដាដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ជីវរសំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថាសម្ពុតកឋិនបុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចិនវស្សាបុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ពុំមានទំនេរវត្តណាមួយត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួនចាប់ពីថ្ងៃទី100ខែអាសុទ្ធដល់ថ្ងៃទី15កើតខែកត្តិកហើយបើទីអារាមណាមួយមិនមានកឋិនណាមួយហែចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗគេរៀបចំធ្វើឡើងយ៉ាងអធិកអធមសប្បាយរីករាយយ៉ាងក្រៃលែងអ្នកផ្ដាបុណ្យបានរៀបចំពេលរខាកឋិនមានត្រៃជីវរសង្ឃាដៈស្បង់ព្រមទាំងដោយតយទានផ្សេងទៀតដូចជាបាតចានស្រាក់កំបិតចេះមជុលថងយាមឆាត់ជាដើមសពគ្រប់អស់ហើយគេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុកបើកឋិននោះដង្ហែទៅវត្តឆ្ងាយគេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសម្ដៅទៅវត្តនោះបើវត្តនៅតាមដងទន្លេគេជិះទូកឬកប៉ាល់កាលខ្ញុំនៅកុមារភាពស្រុកយើងពុំទាន់មានការរីកចម្រើនខាងផ្លូវគមនាគមន៍នៅឡើយយានយន្តទៀតសោតក៏ពុំសូកមានខ្ញុំច្រើនឃើញពុទ្ធបរិស័ទហែអង្គកឋិនទៅកាន់ទីវត្តឆ្ងាយដែលប្រើដំរីជាយានជំនិះក្នុងពិធីហែអង្គកឋិនដៃដំរីនេះមើលទៅគួរឲ្យសប្បាយរីករាយខ្លាំងណាស់មានដំរីជាច្រើនរហូតដល់20ទៅ30ដំរីដោវដង្ហែជាជួរដំរីនីមួយៗគេតុបតែងរចនាដូចជាដំរីព្រះឥន្ទជុតពីស្ថានសួគ៌នៅលើខ្នងដំរីគេចងរយាងរំលេចដោយភ្ញែផ្កាក្បាច់ក្បួររចនាភ្លឺចិញ្ចាំងចិញ្ចែងមនុស្សម្នាប្រុសស្រីក្មេងចាស់តែងខ្លួនលាបម្សៅសិតសក់ស្លៀកសំពត់អាវថ្មីបាំងក្លោះចម្រោះពណ៌គួរជាទីត្រេកត្រអាវក្រៃពេកក្នុងការហែនេះគេមានប្រគំភ្លេងតូរយៈតន្ត្រីយ៉ាងពិរោះហើយជាពិសេសគឺជាក្រុមភ្លេងឆៃយ៉ាមដែលធ្វើឲ្យបរិយាកាសរឹតតែគគ្រេងរស់រវើកសប្បាយក្រៃលែងលុះទៅដល់វត្តគេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេគេតម្កល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេចគេនិមន្តព្រះសង្ឃឆាន់ពេលថ្ងៃត្រង់បន្ទាប់ពីនោះពុទ្ធបរិស័ទជាងវត្តមានទូនីតិរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវដែលនាំអង្គកឋិនចូលមកកាន់វត្តរបស់ខ្លួនយ៉ាងអឹកអាធឹកកក់ក្ដៅរតៈរីករាយជាពន់ពេកលុះរសៀលជ្រេទៀបបន្តិចគេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួន3ជុំត្រិបនាំគ្នាចូលក្នុងព្រះវិហារចៅអធិការវត្តបានចាត់ឲ្យភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះពុទ្ធបរិស័ទចាប់ផ្ដើមនមស្ការថ្វាយបង្គំព្រះហើយវេអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យអត្ថន័យនៃបុណ្យកឋិនតាមអត្ថកថាសម្ដែងយកព្រះពុទ្ធដីកាដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកថាកឋិនគឺជាការប្រជុំរួមនៃរូបធម៌និងនាមធម៌ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺរស់បានដោយកម្រសំដោយវិគហៈថាកថតិកិច្ឆេនជីវតិតិកឋិណោប្រែថាសភាវៈឯណារស់បានដោយកម្រសភាវៈនោះហៅថាកឋិនព្រោះលោកព្រាកបដោជាឈើស្នឹងដែលបុគ្គលកាត់ចាក់ចេញពីដើមហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណាឯណោកិច្ចដែលនឹងកាត់ឡើងឬតាំងឡើងជាកឋិនពេញទីគឺបានដោយកម្រពុនពេកណាស់ក៏យ៉ាងនោះដែរពោលសរសើរព្រោះជីវទានដែលយើងកសាងជាកឋិននោះ
ជាទានវិសេសជាងទានដទៃដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធានតែងពោលសរសើរថាជាទានដ៏ពិសេសអាចរួបរวมឬក៏សង្គ្រោះនៅអានិសង្ស5យ៉ាងរបស់ភិក្ខុអ្នកគ្រងមិនអោយទៅគ្រងនៃទីដទៃបានសូមដួតវិគហថាបញ្ចអានិសង្សេអញ្ញដ្ឋកន្តុងអដាថ្វាកថេតិសង្កន្ហតិប្រែថាធម្មជាតិឯណាគ្រាទុកឬសង្គ្រោះនៅអានិសង្សទាំង5យ៉ាងមិនអោយទៅក្នុងទីដទៃបានធម្មជាតិនោះឈ្មោះថាកឋិននេះអាចឲ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺដាយកឬដាយិកាគឺជាញាក់ឲ្យជននោះរមែងទទួលអានិសង្សច្រើនទទួលផលច្រើនក្នុងអនាគតកាលមានការទទួលនៃសម្បត្តិក្នុងឋានទេវលោកជាដរានបដិគាហុកៈភិក្ខុឬបុគ្គលឬសង្ឃជាអ្នកទទួលក្រាលគ្រងនិងអនុមោទនាកឋិនត្រូវបានសម្រេចនៅអានិសង្ស5យ៉ាងពេញលេញគ្រប់គ្រាន់ដរាបដល់រយៈកាលនៃកឋិនខែតពិធីដែលទៅយកដាយការនាំយកសពុតកឋិនទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់មួយត្រីមាសមួយខែក្នុងអាវត្តណាមួយនៅពេលណាមួយក្នុងកំណត់បព្រី9ថ្ងៃចាប់ពីថ្ងៃទី100ខែអាសុចដល់ថ្ងៃទី15កើតខែកត្តិកឲ្យលោកក្រាលគ្រងមានឈ្មោះថាបុណ្យកឋិនឬកឋិនទានសូមប្រិយមិត្តទាំងអស់មេត្តាជួយចុច like ចុច subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ